ការពារខ្លួនយើងមិនដើម្បីកុំឲ្យកើតមហារីកណាគេក៏លឺថាមហារីកហ្នឹងគឺផិតភ័យមែនតើទៅជំងឺដែលអាចសម្លាប់មនុស្សយើងបានមានច្រើនយ៉ាងមែនតើយើងនិយាយដាច់តម្លៃគឺរឿងការពារខ្លួនយើងកុំឲ្យកើតជំងឺមហារីកវាកើតឡើងដោយសារកត្តាច្រើនដូចខ្ញុំនិយាយពីដើមអញ្ចឹងបើរឿងធំជាងគេគឺកត្តាបំរែបំរួលសែននៅក្នុងខ្លួនរបស់យើងបំរែបំរួលសែនមានសែនមួយចំនួនជាសែនតំណពូជតែតពូជមកមាន10ជំវិញថា10%ដែរដែលជាប្រភេទមហារីកតំណពូជអាហ្នឹងតាមយើងអាចដឹងតាមរយៈយើងដឹងប្រវត្តិគ្រួសាររបស់យើងអ្នកកើតមហារីកហើយសុខគេទំនើបគឺគេធ្វើ cancer genetic testing hereditary cancer genetic testing គឺគេធ្វើតេស្តសែនរមើលបំរែបំរួលសែនដែលជាជំងឺមហារីកតំណពូជអញ្ចឹងកាលណាអ្នកជំងឺនឹងមានប្រភេទសែនណាមួយ positive សាច់ញាតិណាដែលនៅក្នុងរីកហ្នឹងគឺគេអាចធ្វើតេស្តនឹងដែររមើលកាលណាឃើញគេមានវិធីទប់ស្កាត់វិធីកាត់បន្ថយរីកកាត់បន្ថយហានិភ័យនៃការកើតមហារីកចឹងទៅហ្នឹងយើងនិយាយដាច់ដោយឡែករឿងទី2អ្នកជាជនទូទៅការរស់នៅរាល់ថ្ងៃហ្នឹងមូលហេតុដែលធ្វើឲ្យមានបំរែបំរួលសែនហើយដែលអាចទៅវិវត្តទៅជាជំងឺមហារីកហ្នឹងគឺវាមានអីក្រៅពីរបស់ដែលចូលមកលើខ្លួនយើងចូលមកក្នុងខ្លួនយើងចូលតាមរយៈដាក់នៅលើស្បែកអញ្ចឹងបងប្អូនយកទៅគិតយកទៅវិភាគទៅអីដែលដាក់លើស្បែកដាក់លើកញ្ចក់ដាក់លើសក់របស់យើងហ្នឹងយើងការរស់នៅ lifestyle របស់យើងសប្តាហ៍ហ្នឹងលែងជាលក្ខណៈធម្មជាតិដោយកាលពីដូនតាយើងហើយឥឡូវហ្នឹងជើងយើងអាចដែលជន់ប៉ះដីផ្ទាល់ទេទី1ទី2របស់ដែលដាក់មកលើសក់លើស្បែករបស់យើងហ្នឹងសិតតែរបស់ដែលសាំងតែតិចទោះបីបានតំណិតបណិតបានអីសពគ្រប់មុនចេញលក់លើទីផ្សារមែនបើគ្រាន់ថាគ្មានណាគេដឹងទេថាចូលក្នុងខ្លួនយើងម្នាក់តែខ្លួនយើងមានប្រតិកម្មទៅនឹងសារធាតុអស់ហ្នឹងវាមិនហើយតិចដងយូររាប់ខែរាប់ឆ្នាំទៅយើងអត់ដឹងថាហ្នឹងជាហានិភ័យឬអត់ទេហ្នឹងទី1ព្រោះវាចូលក្នុងខ្លួនរបស់យើងតិចច្រើនហើយវាចូលទៅវាធ្វើឲ្យវាបំរែបំរួលសែនឬអត់យើងអត់ដឹងទេហ្នឹងទី1ទី2របស់ដែលដាក់ចូលក្នុងច្រមុះរបស់យើងតាមរយៈខ្យល់ដកដង្ហើមមេរោគ EBV Cytomegalovirus មេរោគផ្ដាសាយមេរោគឡាក់ទី3របស់ដែលដាក់ចូលទៅក្នុងមាត់របស់យើងដែលម្ហូបអាហារដែលយើងហូបរាល់ថ្ងៃហ្នឹងអញ្ចឹងយើងសិតដឹងសិតរៀនសូត្រទាំងអស់គ្នាហើយថាហូបល្អផឹកល្អរបស់ល្អអញ្ចឹងហើយល្អហ្នឹងយំន័យលើយើងម្នាក់ឲ្យហើយតាមលទ្ធភាពកម្រិតជីវភាពកម្រិតនៃការ take care យកចិត្តទុកដាក់មួយសុខភាពរបស់យើងដូចគ្នាហ្នឹង